nơi cận nạ bên đi màu cầm pal hai đang ở cái này màu pal nơi của đấy toàn là cái thằng ấy là phụ dương bay tới hạt chanh đấy tờ vết bay tới nhà mình cái vết bay tới nhà mình cái nhằm này nhằm bay nơi việt sài cái nút thằng ấy đang ở cái này ngay chụp lại cái màu pal lòng này bị tia từ việt sài trong ngày chỉ 7 kg 2 kg 7 kg đấy xa đây nó này lại nó xa đây mình là kia mua po hai mình bây giờ đang shoot đang xa từ kia tới này em the best từ kia tới này xa đó nó cái này mình bây giờ đã xa thấy mình là kia là có po thì mới được từ nào này nè bây giờ có po tàu vạch bay từ nhà nó bây giờ mình lại mà thong nè bài nhung nè bài kì cái ốp chùm này hai cái này cái ốp mon cái ốp hố vậy thế mà cái ốp khăn đó nè chùm mà tám á không cần mà hộp nhá vậy anh à cái tròn chua khỏe mẹ này của anh đây là cái tròn sai lên làm ó ấy đấy prắc á đấy làm ó co hay đó sai phải đá nào đấy liền múa này mơ nó ôn không có tam món đấy lên đây xa đấy nào kia này còn tiền cái muối thì nó miền trầm cà nào chung bên nó bên chân đây rồi khi nàng ở kia lại nắng nhom ọt đăng thảo về cát ấy nhom thọt ọt chụp xâm lấy sao nàng ở kia là miền tờ voi over vậy tới tiền này cứ tiền thăm mò cái nơi ti cho nó bắn nàng ở kia bàn tay về là bị mưa tới về sắm ánh hay cô ở trong đó nữa nơi chung bên tiền năng miền biel sài miền trầm cà chẳng tới anh ấy cứ bồn tắc bồn thì là xa đại cái bằng hồ tranh biel sài vì lý thằng nó cứ mong bầm bờ chiang anh nàng học nè còn thà nơi cái nơi khai cái đáy khai bầm muôi khai bầm bờ khai bầm bay cho khai bầm buồn nó cứ tụi bay mong bầm bờ cả la tụi mong bầm bay nó cứ ở toàn còn ngặt tí cái nơi bạc ngày plư chạy hình chẳng nào cái này tái bơ là đời từ chợ vẫn cứ trầm tầm mong pram cả lại nó cứ ngày lại dày ngừng ngặt đây nào cái này nên tầng ở đây gặp bông tầm mơ nó cứ trồng ca plài bóm đại bụi nhom đã cắt trồng ca cái nắng hay trồng ca nó cứ admin bên này hen bảy hen này thế lấy nó có bông là thôi tầm nào từ cả lại đại miền cho là cả lỗ hay tự bay lạc chụp được màu trộp đầm bay dừng đặt bài đạm hộp đại dừng workshop tới bên tay nào nèแต่นั้นtrongปรับนั่นออกท่าคือสระเนื้อกระเดคือล้อคลั่งนะนั่งออกนี่ล้อคลั่งเหมือนแต่นี่คือสัตว์
ហោះហើរពេញហ្នឹងទៅហើយសត្វហ្នឹងអត់មានពីណាគេប្រមាញ់អីទេកន្លែងនេះគឺឃើញផ្កានឹងស្អាតពេកមើលឡើងក្រៅអត់សូវឃើញស្អាតដល់ពេលថតនៅចូលក្នុងកាមេរ៉ាគឺវាស្អាតហើយភ្ជាប់ជាមួយនឹងថ្ងៃដែលរៀបនឹងលិចចឹងទៀតទៅមើលទៅឃើញស្អាតមែនតើអ្នកនរគ្នាស្អាតដូចអ្នកកំពុងមើលហ្នឹងទស្សនភាពទាំងអស់ហ្នឹងគឺធ្វើឲ្យពួកខ្ញុំដែលធ្វើការចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រអញ្ចឹងទៅវាហត់នឿយដែរអញ្ចឹងយើងត្រូវការពេលវេលាខ្លះដើម្បីចេញមកក្រៅទទួលយកអារម្មណ៍មួយថ្មីដែលយើងទទួលបានពីធម្មជាតិអញ្ចឹងអ្នកនរគ្នាហើយសួរថាបើបាយផ្ទះហើយបាយក្រៅមិនបាយផ្ទះវាមានលក្ខណៈថាយើងហូបយូរហើយអញ្ចឹងយើងវិចបាយមកញ៉ាំនៅក្រៅម្ដងខ្ញុំដើរមកដល់កន្លែងនេះអ្នកនរគ្នាឃើញននងអត់ននងមិនដឹងថាជនជាតិកូរ៉េអ្នកដាំឬក៏ជនជាតិបរទេសអ្នកដាំទេជាទូទៅននងដូចជាកូរ៉េគ្មានទេពួកខ្ញុំសង្ស័យតែជនជាតិអានងដូចជាមានខ្មែរយើងមានវៀតណាមមានថៃគឺមានហើយសង្ស័យតែជនបរទេសអ្នកដាំហើយផ្លែឡើងច្រើនមិញហ្នឹងផ្លូវទៅនេះគឺផ្លូវបេតុងហើយនៅសងខាងផ្លូវបេតុងហ្នឹងអ្នកទាំងអស់គ្នាឃើញហើយគឺមិញហ្នឹងគឺសដែកដីក្តាមជុំវិញឥឡូវខ្ញុំមកបេះស្លឹកឈូកគឺដល់កន្លែងដែលបេះស្លឹកឈូកហើយវីដេអូហ្នឹងគឺខ្ញុំកាត់បន្តិចទៅអ្នកទាំងអស់គ្នាដល់សារវាវែងតែអញ្ចឹងណាហើយខ្ញុំមកបេះស្លឹកឈូកហ្នឹងគឺកន្លែងហ្នឹងគឺគេហៅថាបឹងឈូកហើយឈូកហ្នឹងគឺខ្ពស់មែនតើអ្នកទាំងអស់គ្នាគឺលិចមានតែខ្ពស់ជាងខ្ញុំទៀតអ្នកនរគ្នាខ្ពស់ជាងខ្ញុំទៅទៀតមិនមែនជាបឹងជម្រៅត្រឹមទ្រូងត្រឹមកយទេមែនតើទៅគឺត្រឹមជង្គង់ហ្នឹងមកខ្ញុំដើរអ្នកនរគ្នានៅទៀតជាងឈូកទៅទៀតមានន័យថាឈូកវាខ្ពស់ណាឥឡូវយើងកំពុងតែកាត់ស្លឹកឈូកឬខាងណាល្អស្អាតចឹងណាមែនតើទៅយើងកាត់ហ្នឹងយើងប្រយ័ត្នដែរខ្លាចជនជាតិកូរ៉េឃើញប្រហែលជាអាចនឹងមានបញ្ហាដែរដឹងខ្ញុំមិនដឹងដែរតើតើនឹងការដែលយើងកាត់ស្លឹកឈូកហ្នឹងពួកគេគិតថាយើងបំផ្លាញអញ្ចឹងណាហើយយើងកាត់ស្ងាត់កុំឲ្យជនជាតិគេឃើញយើងលួចកាត់ស្ងាត់អញ្ចឹងអ្នកនរគ្នាកាត់ហើយក៏អត់ហ៊ានកាន់ដែរយើងដាក់នៅក្នុងកាបូបហើយយើងរើសកាត់អាណាល្អស្អាតតាមពិតទៅវាល្អដល់ទាំងអស់ស្អាតដល់ទាំងអស់គាត់ថាខ្លះវារាំងចាស់ពេករាំងធ្លុះបន្តិចចឹងទៅណាយើងរកណាបែបតូចរាំងខ្ចីហើយយើងកាត់ហើយឥឡូវគឺកំពុងតែដាក់នៅក្នុងកាបូបស្ពាយយើងមកវិញល្អមើលអ្នកនរគ្នាបាយទេហំចង់មកវេទនានៅខាងក្រៅធ្វើម៉េចបើយើងចង់ទទួលយកអារម្មណ៍ថ្មីយើងចង់ផ្លាស់ប្ដូរអារម្មណ៍ជាមួយនឹងធម្មជាតិនៅខាងក្រៅអញ្ចឹងណាព្រោះយើងធ្វើការតាំងពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រជួនកាលអាចធ្វើថ្ងៃសៅរ៍ខ្លះអញ្ចឹងទៅអញ្ចឹងយើងទៅនេមករយៈពេល1ថ្ងៃ2ថ្ងៃអីយើងចេញមកខាងក្រៅមកទទួលយកអារម្មណ៍ថ្មីជាមួយនឹងធម្មជាតិអញ្ចឹងណាគ្នាហើយនេះគឺបន្ទាប់ពីកាត់បានហើយគឺដើរចេញត្រឡប់មកវិញមុខឡើងស្លេកស្លក់ហ្នឹងអ្នកគ្នាមករយៈពេលហ្នឹងគឺធ្វើការរៀនច្រើនដែរគឺស្រឡាញ់ទេសភាពមែនតើអ្នកទាំងអស់គ្នាគឺទេសភាពមើលទៅវាបៃតងធម្មជាតិគឺស្រូវស្អាតស្រូវល្អហើយស្រូវនេះគឺចេញខ្លះហើយអ្នកទាំងអស់គ្នាគឺមានន័យថាវាចេញផ្លែហើយគាត់ថាវាអត់ទាន់ដាក់ក្របចឹងណាហើយពួកយើងកំពុងតែពិភាក្សាដើរត្រឡប់ទៅក្រោយវិញបន្តិចដើម្បីទៅយកកន្លែងមួយដែលមានទីតាំងល្អខ្យល់អាកាសបក់មកវាត្រូវណាកន្លែងនេះអ្នកនរគ្នាមេវាហើរតាមសัตว์សัตว์ដូចសัตว์អីខ្ញុំមិនដឹងសัตว์អីប៉ុន្តែវាហើររោមស្មានហ្នឹងក្រុងឥឡូវយើងកំពុងតែរត់កិច្ចពួកយើងរត់កិច្ចកុំឲ្យវាហើរតន់ឥឡូវយើងរត់បានមកសន្ទុះធំហើយយើងមកដល់កន្លែងនេះគឺយើងគិតថានឹងអង្គុយកន្លែងហ្នឹងហើយដែលទាំងសងខាងនៃដើមទាំងសងខាងនៃផ្លូវបេតុងហ្នឹងគឺគេមានដាំសណ្ដែកជុំវិញហ្នឹងហើយនោះគឺហៅស៊ឺដាំដំណាំរបស់ជនជាតិកូរ៉េឥឡូវយើងសម្រេចថាអង្គុយកន្លែងហ្នឹងយើងក្រាលកំរាលខាងក្រោមផ្លូវបេតុងនេះអ្នកនរគ្នាផ្លូវបេតុងហ្នឹងគឺនៅវាលស្រែនៅនៅទីវាលស្រែណាហើយយើងមកអង្គុយកន្លែងហ្នឹងគឺយើងទទួលយកខ្យល់អាកាសបក់មកអំភើយនៅល្ងាចម៉ោង7ជាងអញ្ចឹងអ្នកនរគ្នាហើយយើងក្រាលហើយយើងរៀបចំបាយទឹកយើង
មែនតើនៅគោលដៅយើងគឺវិចបាយមកញ៉ាំនៅខាងក្រៅហើយញ៉ាំឆ្អែតហើយយើងអង្គុយសំណេះសំណាលគ្នាលេងមកបន្តិចទៅណារហូតដល់ទាំងយប់ងឹតអីបានយើងសម្រេចឆាត់ថានឹងត្រឡប់ទៅផ្ទះយើងវិញឥឡូវស្លឹកឈូកដែលយើងបេះបានមិញហ្នឹងយើងចាប់ផ្ដើមយកវាមកសម្អាតណាអ្នកគ្នាព្រោះជាទូទៅវាមានលំអងធូលីអីនៅជាប់នឹងស្លឹកឈូកអញ្ចឹងទៅយើងដាក់ម្ហូបអាហារដែលយើងមិនបានសម្អាតវាមានបញ្ហាដល់សុខភាពយើងសម្អាតវាហើយអ្នកនរគ្នាជាទូទៅគេមក camping នៅព្រៃនៅវាលស្រែនៅវាលនៅក្រៅផ្ទះអញ្ចឹងណាគេរបៀបថាគេរកម្ហូបអាហារនៅខាងក្រៅខ្លះរកក្តាមរកខ្យងរកត្រីអញ្ចឹងទៅតែពួកខ្ញុំ camping មែនក៏ប៉ុន្តែវិចម្ហូបមកពីផ្ទះម្នាក់មួយមុខម្នាក់មួយមុខអញ្ចឹងទៅហើយនោះគឺឆាក្តៅសាច់គោជាមួយតកូនអ្នកនរគ្នាឆាក្តៅសាច់គោហើយខាងនោះពណ៌ក្រហមនោះគឺឆាបង្គាហើយនឹងមាន់មួយទៀតអ្នកនរគ្នាក៏ទៅម្នាក់មួយមុខម្នាក់មួយមុខម្ហូបគឺបបោយើងពិបាកក្នុងការប្រមាញ់ត្រីរកខ្ចៅរកខ្យងណានេះព្រោះយើងជិះវាងការមានបញ្ហាព្រោះក្រែកន្លែងខ្លះគឺអត់អាចឲ្យយើងនឹងទៅរកត្រីរកអីបានប្រដេះផ្ដាស់ទេអញ្ចឹងយើងអាចរកបានទេកន្លែងខ្លះអញ្ចឹងយើងកុំឲ្យមានបញ្ហាយើងអត់ដឹងថាកន្លែងណាគេការពារកន្លែងណាគេអភិរក្សយើងអត់ដឹងទេអញ្ចឹងខ្ញុំសុខចិត្តថាវិច្ចម្ហូបមកពីផ្ទះហើយនឹងអរគ្នាមើលទៅថ្មីត្បិតតែយើងអង្គុយញ៉ាំនៅវាលស្រែមិនប៉ុន្តែម្ហូបគឺអេមមែនតើអ្នកនរគ្នា the best ម្ហូបមហាសានឆ្ងាញ់ពួកយើងវិចបាយមកមួយឆ្នាំងអ្នកនរគ្នាប៉ុន្តែយើងមិនយកឆ្នាំងយើងដាក់មកកតោចូលមកវិចឡើងណែនដុសញាត់ខ្ញុំញុកឡើងណែនអ្នកនរគ្នាឥឡូវយើងចាប់ផ្ដើមឆាក្តៅសាច់គោជាមួយនឹងបាយសឹកឈូកយើងណាអ្នកនរគ្នាចាននៅផ្ទះមានមិនមែនអត់ចានទេអ្នកនរគ្នាគ្រាន់តែយើងចង់បានរូបភាពបែបធម្មជាតិណាយើងចង់បានរបៀបរូបភាពជាធម្មជាតិយកស្លឹកឈប់មកទ្របម្ហូបយើងរំលឹកទៅដល់អនុស្សាវរីយ៍កាលដែលចំនួន10ឆ្នាំទៅ20ឆ្នាំមុនត្រឡប់ទៅក្រោយវិញណាគឺយើងស្ទូងស្រែធ្វើស្រូវអីហ្នឹងគឺយើងញ៉ាំបាយនៅវាលស្រែមានចានមានអីមែនក៏ប៉ុន្តែយើងញ៉ាំនៅកែងភ្លឺស្រែបន្ទាប់ពីយើងធ្វើស្រែធ្វើស្រូវអីចឹងទៅយើងថ្ងៃត្រង់ហ្នឹងឡើងញ៉ាំបាយណាអ្នកនរគ្នាអ្នកដែលមានប្រវត្តិនៅវាលស្រែគឺចងចាំទស្សនភាពបែបហ្នឹងមិនភ្លេចទេអញ្ចឹងពួកយើងក៏ចងចាំរឿងទាំងអស់ហ្នឹងដែរក៏សុខចិត្តថាវិចជាស្លឹកឈូកដើម្បីយកមកទ្របដាក់បាយដាក់ម្ហូបញ៉ាំចឹងទៅអ្នកនរគ្នាថែមធីងនេះឲ្យប៉ុន្តែបកីនិយាយតាច់អីថែមធីងគេរកអាហារនៅព្រៃតែខេមធីងអីបងមិនមែនដាក់ទូចទេណាដល់កអានេះខេមធីងកម្រិត VIP ហ្មងតែបកីហ្មងគេហ្មងតែគោទៅពុកតែផាត់ថៃពុកការនឹងការទេពេញជាបានពុកចង់ងថ្ងៃគេនៅរកផាត់ទៅចង់ណាចូលពុកដាក់ចាក់ដល់បានយំយូរកាលទៅបើហូបការមួយដែរដល់ការកៅមិនតាមមកដាក់ចាក់អូខេអ្នកទាំងអស់គ្នាឥឡូវបន្ទាប់ពីយើងបានញ៉ាំបាយញ៉ាំអីហើយស្រួលប៊ូលហើយនិយាយទៅអង្គុយញ៉ាំបាយហ្នឹងគឺរយៈពេល1ម៉ោងជាងអ្នកទាំងអស់គ្នា
ឥឡូវគឺយប់ហើយអ្នកនរញ៉ាំបាយតាំងពីនៅភ្លឺរហូតដល់ឥឡូវយប់ហើយញ៉ាំបាយហើយក៏កាន់ពិលកាន់កាមេរ៉ាមកឆ្លោះមួយកង្កែបនេះហើយក៏ឃើញកង្កែបមួយហ្នឹងវាអត់ផ្អើលទេអ្នកនរគ្នាសាំងមែនតើស្រូវនៅកូរ៉េនៅខែ7ខែ8ហ្នឹងអ្នកនរចូលខែ8ថ្ងៃហ្នឹងខែ8ថ្ងៃទី2គឺវាចេញបដើអ្នកនរគ្នាគាត់ថាវាអត់ទាន់ដាក់ក្របណាហើយស្រូវនៅកូរ៉េជាទូទៅអ្នកនរគ្នាគឺអត់ខ្ពស់ទេគឺថាខ្ពស់បំផុតគឺកន្លះម៉ែត្រតែអត់ដល់កន្លះម៉ែត្រទេអ្នកនរគ្នាមែនតែអត់ដល់កន្លះម៉ែត្រផងហើយបើនិយាយពីផ្លែគឺផ្លែតាំងពីគល់រហូតដល់ចុងណាគឺស្រូវវាទៀបមែនតើអ្នកនរគ្នាហើយយើងញ៉ាំបាយហើយយើងក៏ទទួលយកខ្យល់អាកាសដែលកំពុងតែបក់មករវៃនៅពេលល្ងាចអញ្ចឹងថតជាប់សัตว์កតុំរុយជាប់មកកែបចឹងទៅអ្នកនរគ្នាអូខេអ្នកនរគ្នាគឺវីដេអូនេះមានប៉ុណ្ណឹងដើម្បីចែកជូនអ្នកនរគ្នាទស្សនាលេងកំសាន្តចឹងទៅណាជាប្រភេទវីដេអូ camping ធម្មជាតិអ្នកនរគ្នាចូលចិត្តស្រឡាញ់វីដេអូហ្នឹងគឺកុំភ្លេច Subscribe និង Like មួយផងអរគុណច្រើនជួបជុំនៅវីដេអូបន្តទៀតបាយបាយ